ក្រុមជំរាបសួរបងប្អូននៅក្នុង TikTok Facebook ទាំងអស់គ្នាថ្ងៃនេះថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025ហ្នឹងហើយរដូវបុណ្យអុំទូកបងប្អូនណែបងប្អូនសូមសួរសុខទុក្ខទៅបងប្អូនកំពុងធ្វើដំណើរកម្សាន្តទៅតាម resort រមណីយដ្ឋាននិងតាមខេត្តស្រុកកំណើតនិងតំបន់ទេសចរនានាបងប្អូនខ្ញុំចង់ជំរាបជូនបងប្អូនពីកន្លែងទេសចរមួយដែលបងប្អូនកម្រនឹងទៅដល់ហ្នឹងហើយកាលពីសម័យដែលស្រុកយើងមិនទាន់រីកចម្រើនដោយសពថ្ងៃខ្ញុំបានទៅដល់កន្លែងនេះមួយបងប្អូននៅខេត្តកំពង់ស្ពឺហ្នឹងដែលព្រំប្រទល់គ្នាជាមួយខេត្តកោះកុងស្រុកស្រែអំបិលហ្នឹងហើយនៅលើខ្នងភ្នំមួយកាលនោះខ្ញុំចុះបេសកកម្មខ្ញុំអត់ស្គាល់ភូមិអស់ទេណាតែខ្ញុំស្គាល់ដោយឡែកតាមកន្លែងនេះខ្ញុំចុះហ្នឹងហើយកន្លែងមួយហ្នឹងគឺគេហៅថាជ្រោះសេកប៉ណាំងហ្នឹងហើយជ្រោះសេកប៉ណាំងអ្នកស្រុកនៅនោះគេស្គាល់បងប្អូនហើយខ្ញុំគិតថាក៏មានគ្នាយើងទៅដល់នឹងដែរហើយខ្ញុំសូមជំរាបជូនបងប្អូនថាបាទបងប្អូនបានអញ្ជើញទៅទស្សនាដល់ទីនោះសូមជួយថតវីដេអូសេកប៉ណាំងផ្ញើបងប្អូនយើងស្ដាប់មើលផងបងប្អូនហ្នឹងហើយណែរដូវនេះពេលណាដូចថាដល់រដូវបុណ្យអុំទូករដូវច្រូតកាត់អីចឹងណាគឺសេកមកប៉ណាំងហើយបងប្អូនសេកច្រើនណាសេកកាលនោះខ្ញុំទៅហើយឥឡូវក៏មិនដឹងយ៉ាងម៉េចយ៉ាងម៉ាណាបងប្អូនបើសិនជាគេអភិរក្សបានល្អសេកនៅតែមានមកប៉ណាំងអញ្ចឹងហ្នឹងហើយសត្វវាមកប៉ុណ្ណាំងដូចយើងមកប៉ុណ្ណាំងទូកអញ្ចឹងបងប្អូនកាលនោះខ្ញុំចុះបេសកកម្មទៅហ្នឹងហើយដើម្បីជីវភាពខ្ញុំរស់នៅហ្នឹងហើយណែសេកច្រើនណារាប់ម៉ឺនរាប់សែនរាប់ពាន់រាប់លានសេកឡើងខៀវស្ងាត់ហ្មងបងប្អូនវាហើប៉ុណ្ណាំងមែនហើប៉ុណ្ណាំងខ្លះនោះបុកគ្នាធ្លាក់ងាប់ចូលក្នុងជ្រោះអញ្ចឹងណាហ្នឹងហើយសេកច្រើនណាហ្នឹងហើយអញ្ចឹងវាបងប្អូនណាអ្នកអញ្ជើញទៅដល់ទីនោះសូមជួយថតផុសចែកគ្នាមើលផងបងប្អូនហ្នឹងហើយខ្ញុំគិតថាមានបងប្អូនយើងទៅដល់ហើយអ្នកខ្លះអ្នកនៅទីនោះភាគច្រើនអ្នកស្រុកនោះគាត់អត់ចេះប្រើទូរស័ព្ទអីខ្ញុំដឹងខ្ញុំទៅដល់ហ្នឹងហើយនៅទីនោះក៏អត់ទាន់ចេះប្រើហើយក៏អត់មានអ៊ីនធឺណិតមានអីមិនទេណាហ្នឹងហើយនៅទីនោះសុបាយបងប្អូនអើយទៅដូចថាអាកាសធាតុគឺបរិសុទ្ធហ្មងណាបងប្អូនអត់មានឧស្ម័នកាបូនិកអីទេគឺ fresh ហ្នឹងពាក្យថា fresh ហ្នឹងគឺมันមានឧស្ម័នកាបូនិកទេសម្បូរទៅដោយអុកស៊ីហ្សែនចេញពីដើមឈើដើមព្រៃរុក្ខជាតិហ្នឹងហើយធម្មជាតិស្រស់ស្រាយស្អាតណាស់ហើយយើងក៏លេចពីលើខ្នងភ្នំកន្លែងនេះគេហៅឆាយរៀបកាលនោះខ្ញុំទៅនឹងនៅលើកំពូលភ្នំស្ងាត់ចងំហើយមានស្លាកស្នាមហ្នឹងស្លាកស្នាមហ្នឹងដូចកន្លែងចតយន្តហោះកន្លែងមានចតយន្តហោះបងប្អូនស្រុកខ្មែរយើងពីដើមកំណើតដើមឡើយមករីកចម្រើនណាសូម្បីតែនៅលើកំពូលភ្នំកដាលព្រៃក៏មានកន្លែងចំណតយន្តហោះដែរមានណាមានពីណាទៅដល់ខ្លះខ្ញុំគិតថាមានមនុស្សទៅដល់ពីព្រោះឥឡូវខ្ញុំឃើញមានមនុស្សទៅលេងកំសាន្តទៅដល់អីគេហៅថាខ្នងភ្នំគេហៅថាខ្នងកន្លែងគេទៅទស្សនាអីគេហៅខ្នងផ្សារហ្នឹងហើយកាលនោះអ្នកស្រុកគាត់អត់សូវចេះហៅផ្សារហៅអីគេហៅថាខ្នងសាអញ្ចឹងណាខ្ញុំចេះហៅតាមគ្នាហើយឥឡូវនេះខ្ញុំឃើញគេផុសអក្សរសរសេរខ្នងផ្សារហ្នឹងហើយខ្ញុំទៅដល់ក្នុងដែរប៉ុន្តែណែអត់មានមនុស្សទេបងប្អូនទៅដល់ដើរទៅឡើងឆ្ងាយអស្មាអត់មានមនុស្សអត់មានភូមិម៉ែតែឃើញគោឡើងមួយឃើញគោឡើងកមួយគេហៅគោបាទៅឃើញគោឡើងកមួយដល់ពេលទៅសួរនាំទៅអ្នកម្ចាស់គោម្ចាស់ផ្ទះហ្នឹងគាត់ទៅពីកោះធំវិញគាត់ទៅនៅក្នុងព្រៃស្ងាត់ស្ងុំហ្នឹងហើយដល់ពេលធ្វើដំណើរដើរទៅឃើញភូមិមួយហ្នឹងហើយកាលនោះខ្ញុំចុះទៅជាមួយខាងអភិរក្សសត្វផងមានអង្គការច្រើនគ្នាហ្នឹងហើយចុះទៅពី3នាក់ហ្នឹងហើយចុះទៅនឹងជាហេលីកូបទ័រទៅវាចុះនៅកន្លែងខ្នងភ្នំហ្នឹងហើយបងប្អូនបើបានអញ្ជើញទៅដល់កន្លែងជ្រោះសេកប៉ណាំងណា
ជ្រុះសេកប៉ុណ្ណឹងបងប្អូនជួយថតរូបផ្ញើអ្នកស្រុកយើងមើលផងបងប្អូននៅថ្ងៃល្អណាស់សុបាយហ្នឹងហើយសេកមកប៉ុណ្ណឹងដូចយើងមកប៉ុណ្ណឹងអ៊ំទូកចឹងបងប្អូនហ្នឹងហើយចឹងដែលខ្ញុំសូមគោរពអរគុណនិងគោរពលាបងប្អូនយើងទាំងអស់គ្នាជូនពរបងប្អូនធ្វើដំណើរកំសាន្តតាមផ្លូវសុខសុវត្ថិភាពជូនពរសុខភាពល្អនិងអាយុវែងគ្រប់គ្នាបងប្អូន